សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីចែករំលែកជូនបងប្អូនទាំងអស់គ្នាផងដែរហើយប្រធានបទនេះគឺយើងនឹងទៅជែកអំពីការវិនិយោគនិងការទិញលក់អចលនទ្រព្យរបស់ជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជាហើយយើងនឹងជួបជាមួយអ្នកជំនាញដែលគាត់មានបទពិសោធន៍នៅលើវិស័យនេះផងដែរសូមជម្រាបសួរបងបាទជម្រាបសួរបងជាកិច្ចចាប់ផ្ដើមសូមបងជួយណែនាំខ្លួនទៅកាន់បងប្អូនយើងទាំងអស់គ្នាទាក់ទងនឹងបងប្រកបអ្វីដែរហើយជំនាញបងរយៈពេលប្រហែលឆ្នាំហើយបាទជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះវ៉ាវណ្ណាជាសហស្ថាបនិករបស់ Provadia ឯកទេសនៅលើឯកសារពាក់ព័ន្ធជាមួយនឹងអចលនទ្រព្យនិងកិច្ចការសុលយោដីមានទាំងផ្ទៃប្លង់កម្មសិទ្ធិបរមក្បាលដីបំបីក្បាលដីដោះបន្ទុកដាក់បន្ទុករៀបរាប់ព្រំដីអីជាដើមបើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធជាមួយនឹងកិច្ចការងារក្នុងសុលយោដីអាចទំនាក់ទំនងបានខ្ញុំគ្រប់ពេលយើងមានបទពិសោធន៍ចាប់ពីឆ្នាំ2018មកដល់ពេលនេះអញ្ចឹងយើងបាន8ឆ្នាំហើយអូខេអរគុណច្រើនបងជាដំបូងសូមបងជួយបកស្រាយទាក់ទងនឹងសំណួរទី1តើជនជាតិបរទេសអាចទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងបានដែរឬទេបាទទាក់ទងជាមួយនឹងជនបរទេសនៅក្នុងបើសិនជាយោងតាមច្បាប់នៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធជាមួយនឹងជនបរទេសគាត់អាចទិញទ្រព្យនៅក្នុងប្រទេសកម្ពុជាបានសម្រាប់តែអគារសហកម្មសិទ្ធិឧទាហរណ៍ដូចជាអគារខុនដូអីជាដើមតែគាត់មានសិទ្ធិទិញហ្នឹងគឺចាប់ពីត្រឹមជាន់ទី1ឡើងទៅទេអត់អាចទិញជាប់តន់តដីបានទេបានន័យថាពីត្រឹមជាន់ទី1ទី2ទី3ទី4ទី5ឡើងទៅរហូតហើយជាទូទៅនៅក្នុងអគារមួយអគារគឺជនបរទេសអាចទិញទ្រព្យបានត្រឹមតែយ៉ាងច្រើន 70% តែប៉ុណ្ណោះនៃអគារសរុបទាំងមូលបងអញ្ចឹងបើសិនជាជនជាតិបរទេសគាត់អាចទិញអចលនទ្រព្យបាទចាប់ពីជាន់ទី1បានហ្នឹងអញ្ចឹងគាត់អាចទិញជាលក្ខណៈដីឬក៏ផ្ទះបានទេព្រោះមុនហ្នឹងបងនិយាយថាតាក់ទងនឹងទិញជាអគារសហកម្មសិទ្ធិមែនទេចាប់ពីជាន់ទី1ទៅចុះបើសិនជាគាត់ចង់ទិញជាដីឬផ្ទះបានឬអត់បាទបើសិនជាជនជាតិបរទេសគាត់ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយគាត់ចង់បានដីឬក៏ផ្ទះជាន់ផ្ទាល់ដីណាបាទអញ្ចឹងគាត់អត់អាចទិញដាក់ឈ្មោះខ្លួនឯងបានទេបាទប៉ុន្តែគាត់អាចចូលរួមបានឧទាហរណ៍ថាឥឡូវអាចមានវិធីសាស្ត្រផ្សេងៗគ្នាឧទាហរណ៍ថាគាត់ចង់កាន់កាប់នៅទីតាំងដាក់ឈ្មោះគាត់អញ្ចឹងគាត់អាចជួលរយៈពេលវែងបានបាទអញ្ចឹងជួលរយៈពេលវែងក្នុងប្រទេសកម្ពុជាយើងបានរហូតដល់49ឆ្នាំបាទហើយបើមិនអញ្ចឹងទេគាត់អាចបើកក្រុមហ៊ុនមួយបានបាទបើកក្រុមហ៊ុនមួយហើយបន្ទាប់មកគាត់ឲ្យបុគ្គលជាជនជាតិខ្មែរឈរឈ្មោះឲ្យគាត់បានអូខេហើយឬក៏មួយទៀតបើមិនអញ្ចឹងទេគាត់អាចចូលរួមចូលទៅក្នុងតាមរយៈក្រុមហ៊ុនtrustee ណាបាទអញ្ចឹងគាត់អាចចូលរួមជាមួយនឹងខាងក្រុមហ៊ុនហើយក្រុមហ៊ុនហ្នឹងគឺគាត់ជាអ្នកដែលរៀបចំឯកសារឲ្យដើម្បីឯកសារហ្នឹងដាក់ចូលស្នើសុំទៅខាងនាយកដ្ឋានដើម្បីដាក់ចូលមកឈ្មោះខ្លួនគាត់បានបាទអញ្ចឹងមាន3ចំណុចសម្រាប់ជនជាតិបរទេសបើសិនជាគាត់ចង់ទិញដីឬក៏ផ្ទះមានទេបងទី1គឺគាត់អាចមានថាគាត់សិទ្ធិជួលរយៈពេលវែងបាទហើយទី2គាត់បើកជាក្រុមហ៊ុនមានជនជាតិខ្មែរអ្នកចូលឈ្មោះមានទេបងបាទហើយទី3តាមរយៈក្រុមហ៊ុនអូខេបងអញ្ចឹងបើសិនជាជនជាតិបរទេសទិញដីឬក៏ផ្ទះតាមយន្តការច្បាប់បងទៅជែកមិញហ្នឹងណាតើការផ្ទេរកម្មសិទ្ធិប្លង់រឹងគេធ្វើយ៉ាងដូចម្ដេចបងតកតងជាមួយនឹងជនបរទេសបើសិនជាយើងនិយាយពីដំបូងមិញតកតងជាមួយនឹងថាគាត់ទិញចាប់ពីជាន់ទី1ឡើងទៅបាទគាត់ត្រឹមតែមានតែត្រឹមតែ passport គឺគ្រប់គ្រាន់ហើយបាទហើយបើសិនជាគាត់ចង់ដាក់ឈ្មោះប្តីប្រពន្ធគាត់ទៀតអញ្ចឹងត្រូវមានសម្បត្តិពីពីតែសម្បត្តិពីពីហ្នឹងត្រូវមានការបកប្រែចេញជាភាសាខ្មែរមានន័យថាបើសិនជាគាត់ជាជនជាតិបរទេសប្តីប្រពន្ធគឺគាត់ត្រូវការបកប្រែជាភាសាខ្មែរយើងបាទជាភាសាខ្មែរចុះបើសិនបើជាគាត់ជាជនជាតិបរទេសហើយគាត់មានគ្រួសារជាជនជាតិខ្មែរបើសិនជាគាត់ជាជនជាតិបរទេសហើយគាត់មានគ្រួសារជាជនជាតិខ្មែរបើសិនជាចាប់ពីជាន់ទី1ឡើងទៅណាមិនមែនជាប់ដល់ដីណាគាត់អាចដាក់ឈ្មោះពីអ្នកប្តីប្រពន្ធបានដូចគ្នាអញ្ចឹងបាទតែបើសិនជាគាត់នៅជាន់ដល់ដីជនជាតិបរទេសនៅតែមិនអាចដាក់ឈ្មោះខ្លួនឯងបានដដែលបើសិនជាគាត់ពីអ្នកប្តីប្រពន្ធជាជនជាតិខ្មែរប្តីជាជនជាតិបរទេសអញ្ចឹងអាចដាក់ទ្រព្យខាងប្រពន្ធអត់ទាន់អាចដាក់ឈ្មោះទាំងពីរអ្នកបានទេទោះជាគាត់មានសម្បត្តិពីនៅក្នុងស្រុកខ្មែរក៏ដោយបាទអញ្ចឹងដាក់ឈ្មោះបានតែជនជាតិខ្មែរម្នាក់ហើយត្រូវគាត់ដុតមេដៃថាជាទ្រព្យរបស់ខាងប្រពន្ធបាទអញ្ចឹងមានថាបើសិនជាគាត់ចង់ជាជនជាតិបរទេសហើយគាត់មានគ្រួសារជាជនជាតិខ្មែរឬក៏ខ្មែរមានគ្រួសារជាជនជាតិបរទេសគាត់អាចទិញបានប៉ុន្តែគាត់អាចដាក់ឈ្មោះភាគីម្នាក់ជាជនជាតិខ្មែរបាទបងបាទអញ្ចឹងបងតាក់ទងនឹងករណីជនជាតិ
ដាក់ម្នាក់ឯងបាទដាក់ប្លង់ផ្ទៃកម្មសិទ្ធិប្លង់រឹងតែម្នាក់ឯងតែគាត់អាចធ្វើយ៉ាងដូចម្តេចបានហើយត្រៀមឯកសារអ្វីខ្លះ សម្រាប់ជនបរទេសដែលចង់ដាក់ឈ្មោះទិញម្នាក់ឯងអញ្ចឹងយើងបែងចែកចេញជាពីរបាទមិញគឺតាក់ទងជាមួយនឹងចាប់ពីជាន់ទី1ឡើងទៅបាទអញ្ចឹងជាន់ទី1ឡើងទៅអ្វីដែលយើងត្រូវការពីគាត់ត្រឹមតែ passport ទេ passport ដែលគេមានសុពលភាពបាទហ្នឹងហើយនៅមានសុពលភាពហើយគាត់ត្រូវធ្វើលិខិតបញ្ជាក់តាក់ទងជាមួយនឹងលិខិតបញ្ជាក់ខ្លួនឯងហ្នឹងថាលិខិតជាក់ស្នាក់នៅបាទថាគាត់តាមទិញហ្នឹងហើយគាត់ស្នាក់នៅបាទហើយបន្ទាប់មកទៀតគាត់ត្រូវមានឯកសារដែលយើងកិច្ចសន្យាទិញលក់រវាងជាមួយនឹងខាងគាត់ជាមួយនឹងបុរីអីចឹងទៅបាទឬឯកសារគឺមានតែប៉ុណ្្នឹងឯងតាក់ទងជាមួយនឹងរឿងថាគាត់ទិញខុនដូចាប់ជាន់ទី1ឡើងទៅតែបើសិនជាពាក់ព័ន្ធជាមួយនឹងរឿងដីឬក៏ផ្ទះនៅក្នុងដូចថាគាត់ជាជនបរទេសគាត់ចង់ទិញដីឬក៏ផ្ទះហ្នឹងដាក់ឈ្មោះខ្លួនឯងណាបាទអញ្ចឹងក្នុងលក្ខខណ្ឌមិញយើងបាននិយាយហើយថាគាត់អាចដាក់ឈ្មោះខ្លួនឯងផ្ទាល់ direct បានទេគឺអាចថាទី1គាត់អាចជួលហ្នឹងទៅហើយទី2គឺគាត់អាចថាបើកក្រុមហ៊ុនទៅហើយទី3គាត់អាចថាចូលរួមនៅជាមួយនឹងខាងក្រុមហ៊ុន trustee ក្រុមហ៊ុនបោធនបាកិច្ចបាទខាងគេនឹងរៀបចំឲ្យហើយនឹងគេនឹងភ្ជាប់ទៅខាងនិយត្តករដាក់ស្នើទៅនិយត្តករដើម្បីឲ្យគាត់ចូលឈ្មោះមកខាងគាត់បានអញ្ចឹងមានន័យថាត្រង់ចំណុចនេះគឺឲ្យក្រុមហ៊ុនគេអ្នកចូលឈ្មោះជំនួសបាទមានថាជនជាតិបរទេសគាត់ទិញបានទិញដីឬក៏ផ្ទះបានប៉ុន្តែឲ្យក្រុមហ៊ុនអ្នកចូលជំនួសបាទត្រូវបងបាទអញ្ចឹងបងមានជាអនុសាសន៍យ៉ាងម៉េចសម្រាប់ជនជាតិបរទេសដែលគាត់មកចង់វិនិយោគនៅស្រុកខ្មែរយើងបាទដូចជាការទិញដីឬក៏ទិញផ្ទះឬក៏ទិញខុនដូអីហ្នឹងកុំឲ្យគាត់មានការបារម្ភថាទិញឡូទិញទៅមានបញ្ហារត់ប្លង់មិនចេញបាទកន្លែងឬក៏គាត់មានការឆ្ងល់អីបងអាចមានជាអនុសាសន៍យ៉ាងម៉េចដែរសម្រាប់ចំណុចនេះបងបាទតកតងជាមួយនឹងការវិនិយោគរបស់ជនបរទេសដែលចង់មកវិនិយោគនៅស្រុកខ្មែរកាលពីមុនគេមានក្តីបារម្ភច្រើនបាទដោយសារគេគិតថារឿងឯកសារនឹងច្រើនបាទតែធៀបពិតទៅมันជាលំបាកទេបាទរឿងពាក់ព័ន្ធជាមួយនឹងឯកសារมันជាលំបាកទេបាទបើសិនជាគាត់ទិញយើងណែនាំឲ្យគាត់ទិញជាមួយនឹងទីតាំងដីឬក៏ផ្ទះឬក៏អគារអីដែលជាលក្ខណៈកម្មសិទ្ធិប្លង់រឹងបាទអញ្ចឹងពេលដែលមានប្លង់រឹងហើយក្នុងការរៀបចំឯកសារគឺมันលំបាកបាទន័យថាបើសិនជាគាត់ជាជនបរទេសគាត់ចង់ដាក់ឈ្មោះគាត់ក៏បានប៉ុន្តែគាត់ត្រូវតែឆ្លងកាត់ដំណើរការដូចយើងនិយាយមកអញ្ចឹងបាទតាមរយៈក្រុមហ៊ុនបោធនបាកិច្ចទៅគេរៀបចំឲ្យហើយហើយបើសិនជាគាត់គិតថាមិនចង់ពិបាកទេចង់ដាក់ឈ្មោះខ្លួនឯងបានជួលបានតាជួលរយៈពេលវែងអូខេហើយចំណុចចុងក្រោយបើសិនជាគិតថាលំបាកស្មុគស្មាញពេកជនបរទេសអាចយកសញ្ជាតិជនជាតិខ្មែរហ្មងទៅបាទអញ្ចឹងពេលដែលគាត់មានសញ្ជាតិជនជាតិខ្មែរហើយគឺគាត់អាចឈរឈ្មោះលើកម្មសិទ្ធិប្លង់រឹងបានហើយជាន់តដីហ្នឹងអូខេអញ្ចឹងមានថាបើសិនជាជនជាតិបរទេសគាត់ចង់ទិញដីឬក៏ផ្ទះគឺគាត់ចង់ដាក់ឈ្មោះលើខ្លួនឯងហ្មងគឺតម្រូវគាត់មានសញ្ជាតិតែបើមានសញ្ជាតិទេគឺយើងទៅជ័យពីខាងដើមថាធ្វើតាមរយៈក្រុមហ៊ុនឬក៏បើកជាក្រុមហ៊ុនណាមួយចឹងទៅមានទេបងបាទតែបើសម្រាប់ជាអគារសកម្មសិទ្ធិដូចជា condo គឺមិនតម្រូវឲ្យមានឈ្មោះក្រុមហ៊ុនណាតំណាងទេបាទឈ្មោះគាត់បានបាទកាត់ទៅគឺឈ្មោះ Mr A គឺ A តែម្ដងមានទេបងបាទឲ្យទៅចាប់ពីជាន់ទី1ឡើងទៅបាទអញ្ចឹងនៅថ្ងៃនេះគឺយើងមានចំណុចតែប៉ុណ្នេះដើម្បីចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាក្នុងការដែលស្វែងយល់អំពីការវិនិយោគរបស់ជនជាតិបរទេសនៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរហើយសម្រាប់បើសិនជាបងប្អូនមានសំណួរក៏ដូចជាចម្ងល់ផ្សេងៗទាក់ទងនឹងបញ្ហានេះបងប្អូនអាចសាកសួរបានឬក៏បងប្អូនចង់ដឹងទាក់ទងនឹងការ process រត់ប្លង់បាទរៀបចំឯកសារយ៉ាងម៉េចបងប្អូនអាចតាក់ទងនៅក្នុងលេខទូរស័ព្ទដែលយើងនឹងដាក់នៅtrongវីដេអូបងប្អូនអាចតាក់ទងបានជួបជាមួយគាត់ផ្ទាល់ដែលគាត់មានជំនាញយូរឆ្នាំនៅក្នុងការធ្វើការលើរឿងនេះជាចុងក្រោយខ្ញុំបាទនឹងបងសូមអរគុណបងប្អូន